មើលគ្មានឃើញអីទេបើបាំងពពកចិត្តឆឹងហ្នឹងមើលឃើញតាមពពកតែមួយញឹកនឹងឯងគេប្រាប់ដែរថាថ្ងៃហ្នឹងមើលភ្នំហ្វូជីអត់ឃើញទេហើយអាចនឹងភ្លៀងទៀតតែធ្វើមិនទេបើកើតមកជាកូនបើរៀងក្បាលរឹងតិចហើយហ្វូជីហើយនៅលើហ្វូជីអត់ឃើញឥឡូវនេះយើងនៅអូស៊ីណូហាកៃមើលភ្នំហ្វូជីអត់ឃើញសួស្ដីហ្មងទេតែបើសិនជាមកតូក្យូហើយអត់បានមកលេងតំបន់នេះទេប្រកាសជាស្ដាយក្រោយហើយបើមើលភ្នំអត់ឃើញផងខំមើលធ្វើអីទៀតមិនមើលខ្ញុំវិញហ្មងទៅជួនកាលគូព្រេងអាចនៅលើមុខនឹងក៏ថាបានដែរកញ្ញាជប៉ុនអត់ចេះខឹងដោយកញ្ញាខ្មែរទេហើយឥឡូវនេះខ្ញុំមកលេងនៅមាត់ទន្លេខេត្តកណ្ដាលយើងនឹងឯងទេសភាពស្អាតពេករៀងបកាច់ត្រូវតែឯងបន្តិចហើយតែកញ្ញានេះទៅសារថងអត់ចេះផ្អើលតែបើផ្អើលវិញមិនដឹងថាខ្ញុំឬក៏វាអ្នករត់ទៅចំថ្ងៃដល់ពពកបាំងភ្នំក៏ពិតមែនណាក៏ប៉ុន្តែភ្ញៀវទេសចរគឺនៅតែមានច្រើនរហូតចឹងក្តីសុខអញញ៉ាំការ៉េមើលភ្នំហ្វូជីធ្វើមិនទេបើធម្មជាតិកើតមកស្អាតគេចង់មកមើលច្រើនចឹងហើយដូចខ្ញុំចឹងណាបានហើយផ្អាកមើលខ្ញុំសិនហើយមកគយគន់ទេសភាពព្រះវិហារអារ៉ាគូរ៉ានៅខាងលើនេះវិញម្ដងបើគិតទៅដើម្បីតែបានឃើញព្រះវិហារមួយនេះក៏ត្រូវដើរឡើងទៅពី10ទៅ15នាទីដែរតែបើខ្ញុំវិញគ្រាន់តែសាច់ឡើងទៅហ្នឹងសុំ30នាទីម្នាក់ឯងហើយបើផ្លូវឡើងទៅហ្នឹងសិតតែប្លង់ថតរូបចឹងអីចេញពីតំបន់យ៉ាម៉ាណាស៊ីនេះហើយក៏ឆ្លៀតពេលមកល្ងាចដើម្បីមកលេងនៅព្រះវិហារសេនជីសូនៅឯអាសាគូសានេះឯងបើនៅតាមដងផ្លូវពីមុខព្រះវិហារនេះវិញគឺមានសុទ្ធតែជាហាង local shop ហើយនិង street food ជាច្រើនមែនតើហើយក៏ជាកន្លែងដែលគេល្បីមកតុបតែងស្លៀកពាក់បែប kimono ដែរតែបើខ្ញុំមកដល់ម៉ោង5ម៉ោង6ចេះអីគេចាប់ដើមសារតូបហាងបដាបាត់ហើយបន្ទាប់ពីដើមមួយថ្ងៃមើលល្ងាចនេះហើយសុំពេលឈាមបន្តិចសិនកាធូចពេកហើយបើពេលយកវិញក៏អត់ចោលដែរជាមួយនឹងតំបន់ Shibuya ហើយបើសិនជា fan K-drama នៅក្នុងរឿង Candice Love with Translated វិញត្រូវតែមកហ្មង